បាទជម្រាបសួរលោកគ្រូបាទអញ្ចឹងឥឡូវនេះគឺខ្ញុំបង្ហាញអំពីការបង្កើត administrator នៅលើកុំព្យូទ័ររបស់យើងអញ្ចឹងនេះកុំព្យូទ័ររបស់ខ្ញុំដែលខ្ញុំបង្កើតមកគឺអត់ទាន់មាន administrator ទេគឺមានតែ PC1 អានេះឈ្មោះដែលខ្ញុំដាក់ PC1 អញ្ចឹងដើម្បីអាចបង្កើតបានលោកគ្រូចូលមកមើលកុំព្យូទ័ររបស់យើងសិនថាតើកុំព្យូទ័ររបស់យើងជាប្រភេទអ្វីបាទអញ្ចឹងមកស្ដាំមកយក property Windows 10 Home គឺអត់អាចបង្កើត administrator បានទេអញ្ចឹងលោកគ្រូអាច upgrade ទៅជា education ឬមួយក៏លោកគ្រូ set up ថ្មីដូរមកដាក់ទៅជា education ឬមួយក៏ pro អីទៅបាទបន្ទាប់មួយទៀតគឺចូលទៅបង្កើត administrator បាទអញ្ចឹងគឺចុចមកស្ដាំលើហ្នឹងហើយយកពាក្យថា manage បាទចុចពាក្យថា local user and group ហើយយកពាក្យថា user អញ្ចឹងនៅក្នុងនេះឃើញហើយមិញថា PC1 នឹងឃើញហើយថានេះ PC1 អញ្ចឹងយើងចង់ដឹងថាតើ PC1 នេះជា administrator ឬមួយក៏ជា user អញ្ចឹងលោកគ្រូចុចមកស្ដាំមកហើយចុច property ហើយចុចកន្លែង member of អញ្ចឹងកន្លែងនេះយើងឃើញថា PC1 នេះគឺជា administrator អញ្ចឹងបើសិនជាយើងតឡើងបែបនេះសម្រាប់សិស្សគឺសិស្សគាត់មានសិទ្ធិតឡើងកម្មវិធីអីក៏បានដែរបាទអញ្ចឹងនៅពេលដែលយើងឃើញថាមាន admin បែបនេះមាន administrator បែបនេះគឺយើងនឹង add បន្ថែមមួយទៀតនៅ user បាទអញ្ចឹងលោកគ្រូចុច add one នេះមកហើយចុច find ហើយជ្រើសរើសយក user បាទបន្ទាប់មកចុច OK អញ្ចឹងកន្លែងនេះចុច OK មួយទៀតមកអញ្ចឹងយើងបាន user មួយអញ្ចឹងកន្លែងនេះគឺខ្ញុំនឹង remove administrator វិញបាទអញ្ចឹងបន្ទាប់មកចុច apply ហើយ OK អញ្ចឹងខ្ញុំ check ម្ដងទៀតបាទអញ្ចឹង user បន្ទាប់មកទៀតលោកគ្រូត្រូវបង្កើត administrator មួយទៀតចុចលើ administrator មកចុចមកស្ដាំយក property ហើយកន្លែងនេះគឺដក text ឲ្យអស់មកហើយបន្ទាប់មកទៀតកន្លែងនេះ administrator លោកគ្រូចង់ទៅសេឈ្មោះអីក៏បានដែរទៅសេឈ្មោះលោកគ្រូក៏បានឬមួយក៏ទៅសេ administrator ហ្នឹងក៏បានដែរអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំ check មើលកន្លែង administrator នេះឃើញថាមានតែ administrator ទេប៉ុន្តែបើសិនជាខ្ញុំចង់ឆែក administrator នេះទៅជា user គឺបានដូចគ្នាគឺធ្វើដូចមុននឹងអញ្ចឹងបាទអញ្ចឹងបន្ទាប់មកទៀតគឺចុច apply ហើយចុច OK បាទអញ្ចឹងខ្ញុំ check បញ្ជាក់ម្ដងទៀតបាទអញ្ចឹង check មើលទៅគឺឃើញថា administrator បាទឥឡូវនេះគឺយើងបាន user មួយហើយ administrator មួយលោកគ្រូចូលទៅ switch ជាមួយនឹង administrator បាទអញ្ចឹងចុច administrator នឹងមកនេះខ្ញុំថតពីកាមេរ៉ាខាងក្រៅវិញដោយសារតែនៅពេលដែលយើងចុចទៅគឺលុតហើយអញ្ចឹងចុចចូលអញ្ចឹងមកកន្លែងនេះគឺលោតដូចយើងឈូស Windows ថ្មីអញ្ចឹងណាបាទអញ្ចឹងនេះយើងរងចាំមកសន្ទុះដែរទៅបាទអញ្ចឹងខ្ញុំសូមដាក់ឲ្យលឿនបន្តិចចុច accept នឹងមកបាទអញ្ចឹងនេះចូលធម្មតាប៉ុន្តែនេះគឺជា administrator ដែលយើងបានចូលអញ្ចឹងខ្ញុំដូរដាក់ icon កុំព្យូទ័រមួយសិនបាទ text apply OK បាទអញ្ចឹងយើងចូលទៅមើល administrator ដើម្បីបញ្ជាក់បន្ថែមបាទអញ្ចឹងចូលដូចលើកមុនអញ្ចឹងលោកគ្រូអាច check មើលទៅបាទ local user បាទ property អញ្ចឹងឃើញទេ user បាទអញ្ចឹងយើងមើលនេះមួយទៀតគឺ administrator បាទអញ្ចឹងអូខេហើយ
បាទអញ្ចឹងបន្តទៀតគឺយើងចាក់លេខកូដនៅលើកុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំចូលមក administrator នេះមកបើសិនជាលោកគ្រូកំពុងតែឈរនៅលើ PC1 សូមចូលមកកាន់ administrator វិញដើម្បី set up password នៅលើ administrator ហើយរបស់សិស្សគឺយើងអត់ set up ទេអញ្ចឹងខ្ញុំចូលមកកាន់មកស្ដាប់នៅលើ PC ហើយយកពាក្យថា manage បាទបន្ទាប់មកទៀតចូលកន្លែង local user ហើយចុចនៅកន្លែង administrator ហើយមកស្ដាប់មកហើយយកពាក្យថា reset password បន្ទាប់មកទៀតគឺចុច trace អញ្ចឹងកន្លែងនេះគឺលោកគ្រូវាយ password ដែល security ឬក៏ password ដែលលោកគ្រូចាំដែលគិតថាសិស្សនេះមិនអាចរាវទៅត្រូវបាទអញ្ចឹងឥឡូវនេះគឺខ្ញុំបានដាក់ password រួចហើយនៅពេលដែលដាក់ហើយគឺលោកគ្រូត្រូវតែចំណាំខ្លួនឯងផងនៅពេលដែលលោកគ្រូត្រូវការតម្លើងកម្មវិធីណាមួយបន្ថែមសម្រាប់សិស្សគឺលោកគ្រូត្រូវតែចាំ password នេះដើម្បីតម្លើងកម្មវិធីនឹងបានអញ្ចឹងខ្ញុំចុច OK បាទអញ្ចឹងដាក់ password has been set អញ្ចឹងនៅពេលនេះ password នៅពេលដែលលោកគ្រូ restart ឬមួយក៏ចុច switch account ទៅគឺវានឹងចប់ password ហើយអញ្ចឹងបើសិនជាលោកគ្រូចង់ reset វិញអញ្ចឹងលោកគ្រូគ្រាន់តែចុចមកស្ដាំនៅលើនឹងមកហើយចុចកន្លែងថា reset ហើយនៅកន្លែងនេះចុច trace ហើយកន្លែងនេះគឺនឹងឲ្យយើងវាយ new password ដែរអញ្ចឹងលោកគ្រូមិនចាំបាច់វាយទេគ្រាន់តែចុច OK អញ្ចឹងមកគឺដាក់ password has been set ដូចគ្នាអញ្ចឹងតែប៉ុណ្ណឹងមកគឺលេខចប់ password ហើយបាទ